កងរាជអាវុធហត្ថរាជធានីភ្នំពេញបានសម្របសម្រួលនិងដោះស្រាយជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមរយៈលេខ1291សរុប630ករណីក្នុងរយៈពេល4ខែដើមឆ្នាំ2025 1291ជាលេខទូរស័ព្ទបន្ទាន់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលផ្ដួចផ្ដើមបំពាក់ឡើងដោយលោកឧត្តមស្នេហ៍ឯករតស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញធ្វើការទំនាក់ទំនងផ្ដល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ឬបទល្មើសគ្រប់ប្រភេទជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃក្នុងរយៈកាលកន្លងមកពេលបានទទួលសេចក្តីរាយការណ៍និងបណ្ដឹងប្រចាំថ្ងៃតាមរយៈលេខទូរស័ព្ទបន្ទាន់1291ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗទាន់សភាពការប្រកបដោយភាពកក់ក្ដៅបំផុតជាក់ស្ដែងហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញបានជួយសម្របសម្រួលនិងដោះស្រាយជូនពលរដ្ឋតាមរយៈសេចក្តីរាយការណ៍និងបណ្ដឹងតាមលេខទូរស័ព្ទបន្ទាន់1291រយៈពេល4ខែដើមឆ្នាំ2025នេះសរុបបានចំនួន630ករណីក្នុងនោះមានដូចជាករណីហិង្សាករណីបែកថ្នាំអុកឡុកគ្រួសារករណីដេញកាប់ប្លន់យកម៉ូតូករណីក្មេងទំនើងករណីគ្រោះថ្នាក់ចរាចរណ៍ករណីអគ្គិភ័យករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត្រករណីលួចករណីទំនាស់អ្នកជិតខាងករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននិងមានករណីផ្សេងៗទៀតជាច្រើនដែលជាកង្វល់របស់ប្រជាពលរដ្ឋត្រូវការជំនួយជាចាំបាច់បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញសូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ1291ឬអាចតាក់ទងតាមបណ្ដាញ Telegram WhatsApp Cool App របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានលេខ031-5-669ឬអាចឆាតទៅកាន់ Page Facebook របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានឈ្មោះថាភ្នំពេញ Gendarmerie អាវុធហត្ថរាជធានីភ្នំពេញក៏សូមអភ័យទោសផងដែរប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្ដែងអ្វីទេសូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារដើម្បីទុកពេលវេលាឲ្យក្រុមការងារបម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដសូមអរគុណ